សូមស្វាគមន៍មកកាន់រឿងមនុស្សសញ្ចេតនាស៊ីចម្រៅភ្លៀងផ្ដើមស្នេហ៍លាក់កំបាំង The Secret Monsoon Whisper តួអង្គសំខាន់ក្នុងសាច់រឿងមានសេរីដើរតួជានិស្សិតស្រីមុនស្នេហ៍និស្សិតស្រីដែលមានសម្រស់ទាក់ទាញនិងមានមន្តស្នេហ៍ដែលលាក់ទុកក្នុងក្រសែភ្នែកស្រទន់សូវ៉ាន់ដើរតួជាគ្រូជំនួយសង្ហាគ្រូជំរឿនក្មេងដែលមានចរិតម៉ឺងម៉ាត់ប៉ុន្តែមានបេះដូងក្តៅររាវចំពោះសិស្សរបស់ខ្លួនតារាដើរតួជាអ្នកតាមដានរឿងក្នុងសាលាមិត្តភ័ក្តិរួមថ្នាក់ដែលចូលចិត្តដឹងរឿងគេឯងនិងបង្កើតបរិយាកាសកំប្លែងក្នុងសាលាត្រៀមអារម្មណ៍ររាវទាំងអស់គ្នាមេឃចាប់ដើមងងឹតស្លុបហើយសំឡេងផ្គួរលាន់បានបន្លឺឡើងពេញបរិវេណសាលាសេរីអង្គុយសម្លឹងមើលសុវណ្ណដែលកំពុងរៀបចំឯកសារនៅមុខថ្នាក់ដោយក្តីរំភើបភាពស្ងប់ស្ងាត់ក្នុងបន្ទប់ធ្វើឲ្យពួកគេទាំងពីរមានអារម្មណ៍ថាបេះដូងកំពុងលោតញាប់ខុសធម្មតាខណៈពេលដែលសេរីយកកិច្ចការទៅដាក់លើទូកសុវណ្ណបានប៉ះដៃនាងដោយចៃដន្យចរន្តអគ្គិសនីនៃមនុស្សសញ្ចេតនាបានរត់កាត់រាងកាយពួកគេទាំងពីរភ្លាមភ្នែករបស់ពួកគេបានប្រសពគ្នាអស់រយៈពេលយ៉ាងយូរដោយគ្មានអ្នកណាចង់ដកចេញឡើយភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងធ្វើឲ្យពួកគេមិនអាចចាកចេញពីបន្ទប់បានឡើយសុវណ្ណបានដើរមកជិតសេរីហើយសំឡេងដង្ហើមរបស់គេបានធ្វើឲ្យនាងមានអារម្មណ៍ក្តៅភាយពួកគេទាំងពីរកំពុងស្ថិតក្នុងពិភពលោកដ៏អាតកំបាំងមួយដែលគ្មានអ្នកដទៃដឹងសូវ៉ាន់បានចាប់ផ្ដើមនិយាយអំពីមេរៀនប៉ុន្តែសំឡេងរបស់គេបែរជាផ្អែមល្ហែមខុសពីធម្មតាសេរីមានអារម្មណ៍ថាខ្លួននាងកំពុងរលាយក្នុងសំឡេងដ៏ស្រទន់នោះដៃរបស់សូវ៉ាន់បានដាក់គៀកអ៊ីងស្មារបស់នាងបន្តិចម្ដងពន្លឺផ្លេកបន្តបានធ្វើឲ្យសេរីភ័យញ័រហើយនាងបានលោតទៅអបសុវណ្ណដោយមិនដឹងខ្លួនសុវណ្ណមិនបានរុញនាងចេញទេផ្ទុយទៅវិញគេបានរឹតបន្តឹងការអបនោះយ៉ាងណែនក្លិនក្រអូបពីខ្លួនសេរីបានធ្វើឲ្យសុវណ្ណបាត់បង់ការគ្រប់គ្រងក្នុងភាពងងឹតនៃបន្ទប់រៀនសុវណ្ណបានខ្សឹបដាក់ត្រចៀកសេរីថាគេបានលួចស្រឡាញ់នាងយូរហើយសេរីមានអារម្មណ៍រំភើបដល់ថ្នាក់រកពាក្យនិយាយមិនចាញ់បានត្រឹមតែងក់ក្បាលយល់ព្រមភាពស្និទ្ធស្នាលរបស់ពួកគេកាន់តែជ្រាវជ្រៅទៅតាមសំឡេងទឹកភ្លៀងពួកគេបានចំណាយពេលយប់នោះអង្គុយក្បែរគ្នានិងចែករំលែករឿងរ៉ាវក្នុងចិត្តជាច្រើនរាល់ការប៉ះទង្គិចតិចតួចបានបង្កើតជាភ្លើងស្នេហ៍ដ៏រលាលសុវណ្ណបានថើបសក់សេរីយ៉ាងថ្នមជាសញ្ញានៃការសន្យានៅថ្ងៃបន្ទាប់ពួកគេបានណាត់ជួបគ្នានៅក្នុងបណ្ណាល័យដែលស្ងាត់ជ្រងំនៅចន្លោះទូសៀវភៅសុវណ្ណបានទាញសេរីមកថើបយ៉ាងផ្អែមល្ហែមជាលើកដំបូងវាជាការថើបដ៏ច្រាលជ្រៅដែលពោរពេញដោយក្តីប្រាថ្នានិងការលះកំបាំងសកម្មភាពលួចលាក់របស់ពួកគេបានបន្តជារៀងរាល់ថ្ងៃនៅតាមកន្លែងផ្សេងក្នុងសាលាពួកគេតែងតែប្រើក្រសែភ្នែកជាសារទំនាក់ទំនងស្នេហានៅក្នុងថ្នាក់រៀនសេចក្តីសុខក្នុងភាពសម្ងាត់នេះបានធ្វើឲ្យស្នេហារបស់ពួកគេកាន់តែរឹងមាំក្នុងដំណើរកម្សាន្តទៅខេត្តពួកគេបានលួចចេញមកជួបគ្នានៅមាត់បឹងនាពេលយប់ពន្លឺព្រះច័ន្ទបានជួយធ្វើជាសាក្សីនៃសេចក្តីស្នេហាដ៏បរិសុទ្ធរបស់ពួកគេសុវណ្ណបានបំពាក់ចិញ្ចៀនតូចមួយលើម្រាមដៃសេរីជាសញ្ញានៃបេះដូងភាពស្និទ្ធស្នាលបានឈានដល់កម្រិតមួយដែលពួកគេមិនអាចបែកគ្នាបានសូម្បីតែ1នាទីនៅក្នុងការិយាល័យរបស់សុវណ្ណពួកគេបានចែករំលែកការថោកដ៏ក្តៅគគុកមុនពេលចូលរៀន
รอดึงหามแดดดอกเจงเมาสุดแต่จีชมูระบอกคณีตะวินตะเมาสเรยจับเริ่มมีอารมณ์คลายทาแนะดัดเตยนังดังปีเรื่องอาจกำบังมวยนี้ปันตายสวรรค์บานพระดาวเพียบเชื่อเจียกดอนเนียงโดยกล่าวสนยาทาหนึ่งกาเปียเนียงจินิดพวกเกบานสำหรับเจ็ดบรรต่อสนายฮานีตัวใบจีเมียนอุปสรรคอย่างนาก็ดอยมืดแพกระบอสไรจับพดามสองใสดอยซาแต่กาพลับดูอากับปกิริยาระบอเนียงสไรชีเยี่ยมแลกบังอารมณ์เปิดดอยกาเทอชีธรรมดาเนยจำโปมุกแหนดอดไทยพันไทยแบะดงระบอเนียงแตงแต่รถตรกสวรรค์เจนิกทั้งไงมวยเพลี้ยงบ้านที่เล็กคลังมาดองเตียดได้รำลึกผูกเกอมปีทั้งไงดำบงได้ผูกเกบ้านเจ็ดสนิทคเนียสวรรค์บ้านน้อมสเรยตัวกันบรรทบสาวตัวซักได้ขมีนมนุเนอที่นูผูกเกบ้านออบคเนียอย่างนานดำเบยกำดาวเพียบตระเจียពួកគេបានហូបបាយល្ងាចជាមួយគ្នានៅក្នុងហាងតូចមួយដែលឆ្ងាយពីសាលាដើម្បីកុំឲ្យគេស្គាល់សំណើចនិងស្នាមញញឹមបានធ្វើឲ្យបរិយាកាសកាន់តែមានន័យពួកគេមានអារម្មណ៍ដូចជាប្តីប្រពន្ធថ្មីថ្មោងដែលកំពុងសាងសុភមង្គលនៅពេលយប់ជ្រៅសុវណ្ណតែងតែខទៅរកសេរីដើម្បីនិយាយគ្នាពីនេះពីនោះសំឡេងរបស់គេបានជួយឲ្យសេរីគេងលក់យ៉ាងស្កប់ស្កល់ស្នេហាដែលលាក់បាំងនេះបានคล้ายជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកគេក្តីស្រឡាញ់របស់ពួកគេកាន់តែខ្លាំងឡើងរហូតដល់ពួកគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននៅក្នុងការប្រជុំនិស្សិតពួកគេបានលួចកាន់ដៃគ្នានៅក្រោមតុយ៉ាងណែនភាពរំភើបនេះបានធ្វើឲ្យបេះដូងពួកគេលោតដូចចង្វាក់ភ្លេងនៅថ្ងៃចុងក្រោយនៃឆាម៉ាស់ពួកគេបានណាត់គ្នានៅក្នុងថ្នាក់រៀនដែលពួកគេបានជួបគ្នាដំបូងសវណ្ណបានទាញសេរីមកអោបនិងថើបយ៉ាងវែងឆ្ងាយដោយក្តីនឹករលឹកពួកគេមិនបានដឹងថាមានអ្នកណាម្នាក់កំពុងដើរមកជិតទ្វារនោះឡើយទ្វារបន្ទប់បានបើកឡើងហើយតារាបានឃើញពួកគេទាំងពីរកំពុងអបគ្នាទោះបីជាត្រូវគេដឹងរឿងអាត់កំបាំងក៏ដោយក៏សវណ្ណមិនបានប្រឡែងដៃសេរីឡើយគេបានប្រកាសយ៉ាងក្លាហានថាសេរីគឺជាមនុស្សស្រីតែម្នាក់គត់ដែលគេស្រឡាញ់អស់ពីបេះដូង